រួមភេទរាល់ថ្ងៃអាចធ្វើឲ្យបងស្រីៗគាត់បាក់សម្រស់ដែរអត់ចាអរគុណសំណួរពិតជាល្អខ្លាំងមែនទែនចាចំពោះការរួមភេទគឺមានច្រើនប្រភេទទូទៅចាមិនដូចគ្នាទេព្រោះបងក៏ចិត្តមិនដូចគ្នាដែរចាអញ្ចឹងហើយគឺយើងធ្វើអីតាមចិត្តយើងតាមអារម្មណ៍យើងតាមអ្វីដែលយើងត្រូវការដូចគ្នាចាតាក់តងជាមួយនឹងពេលដែលនៅជាមួយនឹងគ្នាញឹកញាប់ចានៅជាមួយនឹងគ្នាបាក់សម្រស់នេះគឺតាក់តងនឹងទីមួយគឺកត្តាចំណីអាហារចាភាគច្រើនបងមិនសូវញ៉ាំរបស់ជំនួយទៅដល់ស្បូនមានន័យថារបស់ល្អដូចជាទឹកដោះគោចាផ្លែ cherry ឬក៏ត្រីសាម៉ុនចាឬក៏ប្រភេទជាពពុះផ្លែឈើចាឬក៏ទឹកផ្លែឈើគៀបអីជាដើមចាហើយអ្វីដែលសំខាន់នោះគឺបងប្អូនគិតច្រើន stress តាមតឹងធុញថប់ចាបើសិនជា stress ចាក់ស្មុកគិតច្រើនពិបាកចិត្តចាទោះបីនៅជាមួយនឹងគ្នានៅជាមួយនឹងដៃគូហើយចាក៏យើងនៅតែ stress ដដែលអញ្ចឹងមានន័យថាយើងចាក់ស្មុកលើសដើមចានឹងហើយក៏ជាមូលហេតុដែលធ្វើយើងបាក់សម្រស់ដូចគ្នាចាទី3គឺតាក់ទងនឹងការរស់នៅប្រចាំថ្ងៃចាភាគច្រើនបងស្រីៗបដៅខ្លួនខ្លាំងមែនតើពេលដែលមានប្តីហើយគាត់ថាអូមិនចាំបាច់ធ្វើខ្លួនទេព្រោះដោយសារយើងមានប្តីហើយចាអញ្ចឹងប៉ុន្តែក៏អញ្ចឹងអត់ត្រូវទេបងយើងត្រូវចេះស្រឡាញ់ខ្លួនឯងចាបើសិនជាក្នុងករណីយើងចេះស្រឡាញ់ខ្លួនឯងយើងមើលថែខ្លួនឯងគឺយើងស្អាតគ្រប់ពេលមិនថាយើងមានស្វាមីឬក៏យើងនៅលីវទេការស្រឡាញ់ខ្លួនឯងគឺវាពិតជាសំខាន់ហើយនៅពេលដែលបងស្រឡាញ់ខ្លួនឯងចាគឺថាខ្លួនឯងស្អាតមានសម្រស់ស្អាតរាល់ថ្ងៃបងចាវាផ្នែកម្យ៉ាងនៃផ្នែកបេះដូងយើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងស្អាតជាងមុនចាបងត្រូវចាំថាមនុស្សស្រីចាសំខាន់គឺសម្រស់ចាបើសិនជាបងមានសម្រស់ស្រស់ស្អាតចាសុខភាពបងល្អចាសួរថាបងរួមភេទនៅជាមួយនឹងគ្នាឬក៏នៅជាមួយនឹងដៃគូបាក់សម្រស់តែគឺអត់ទេបងដោយនាងខ្ញុំនិយាយ3ចំណុចនេះទៅបើសិនជាក្នុងករណីបងធ្វើឲ្យមិនបានផលឬក៏យ៉ាងណាចាំបងជួយប្រាប់អ្នកគ្រូវិញផងតើរួមភេទរាល់ថ្ងៃអាចធ្វើឲ្យបងស្រីៗគាត់បាក់សម្រស់ដែរអត់ចាអរគុណសំណួរពិតជាល្អខ្លាំងមែនទែនចាចំពោះការរួមភេទគឺមានច្រើនប្រភេទទូទៅចាមិនដូចគ្នាទេព្រោះបងក៏ចិត្តមិនដូចគ្នាដែរចាអញ្ចឹងហើយគឺយើងធ្វើអីតាមចិត្តយើងតាមអារម្មណ៍យើងតាមអ្វីដែលយើងត្រូវការដូចគ្នាចាតាក់តងជាមួយនឹងពេលដែលនៅជាមួយនឹងគ្នាញឹកញាប់ចានៅជាមួយនឹងគ្នាបាក់សម្រស់នេះគឺតាក់តងនឹងទីមួយគឺកត្តាចំណីអាហារចាភាគច្រើនបងមិនសូវញ៉ាំរបស់ជំនួយទៅដល់ស្បូនមានន័យថារបស់ល្អដូចជាទឹកដោះគោចាផ្លែ cherry ឬក៏ត្រីសាម៉ុនចាឬក៏ប្រភេទជាពពុះផ្លែឈើចាឬក៏ទឹកផ្លែឈើគៀបអីជាដើមចាហើយអ្វីដែលសំខាន់នោះគឺបងប្អូនគិតច្រើន stress តាមតឹងធុញថប់ចាបើសិនជា stress ចាក់ស្មុកគិតច្រើនពិបាកចិត្តចាទោះបីនៅជាមួយនឹងគ្នានៅជាមួយនឹងដៃគូហើយចាក៏យើងនៅតែ stress ដដែលអញ្ចឹងមានន័យថាយើងចាក់ស្មុកលើសដើមចានឹងហើយក៏ជាមូលហេតុដែលធ្វើយើងបាក់សម្រស់ដូចគ្នាចាទី3គឺតាក់ទងនឹងការរស់នៅប្រចាំថ្ងៃចាភាគច្រើនបងស្រីៗបដៅខ្លួនខ្លាំងមែនតើពេលដែលមានប្តីហើយគាត់ថាអូមិនចាំបាច់ធ្វើខ្លួនទេព្រោះដោយសារយើងមានប្តីហើយចាអញ្ចឹងប៉ុន្តែក៏អញ្ចឹងអត់ត្រូវទេបងយើងត្រូវចេះស្រឡាញ់ខ្លួនឯងចាបើសិនជាក្នុងករណីយើងចេះស្រឡាញ់ខ្លួនឯងយើងមើលថែខ្លួនឯងគឺយើងស្អាតគ្រប់ពេលមិនថាយើងមានស្វាមីឬក៏យើងនៅលីវទេការស្រឡាញ់ខ្លួនឯងគឺវាពិតជាសំខាន់ហើយនៅពេលដែលបងស្រឡាញ់ខ្លួនឯងចាគឺថាខ្លួនឯងស្អាតមានសម្រស់ស្អាតរាល់ថ្ងៃបងចាវាផ្នែកម្យ៉ាងនៃផ្នែកបេះដូងយើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនឯងស្អាតជាងមុនចាបងត្រូវចាំថាមនុស្សស្រីចាសំខាន់គឺសម្រស់ចាបើសិនជាបងមានសម្រស់ស្រស់ស្អាតចាសុខភាពបងល្អចាសួរថាបងរួមភេទនៅជាមួយនឹងគ្នាឬក៏នៅជាមួយនឹងដៃគូបាក់សម្រស់តែគឺអត់ទេបងដោយនាងខ្ញុំនិយាយ3ចំណុចនេះទៅបើសិនជាក្នុងករណីបងធ្វើឲ្យមិនបានផលឬក៏យ៉ាងណាចាំបងជួយប្រាប់អ្នកគ្រូវិញផង